ញោមប្រកាសណាខ្ញុំបាទសូមកាត់ថ្វាយបង្គំព្រះនុធិរាគ្រប់ព្រះអង្គសូមគោរពពុទ្ធមានបច្ចុប្បន្នដែលជាអ្នកគោរពស្រឡាញ់ព្រះពុទ្ធសាសនានិងសូមគោរពប្រិយមិត្តទាំងអស់ដែលជាអ្នកតាមដានស្ដាប់កម្មវិធីវប្បធម៌អង្គរនៃអង្គរប្រូឡូស៊ីថ្ងៃនេះខ្ញុំប្រកាសណាខ្ញុំបាទនឹងពន្យល់ពាក្យពីរម៉ាត់ពាក្យនេះគឺមាននៅក្នុងបត្រៃវិដកខ្មែរនិងមាននៅក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជួនណាពាក្យទី1នេះពាក្យថាសតៈពាក្យទី2ពាក្យថាបរិសធម៌ពាក្យថាសតៈនេះខ្មែរយើងប្រែមកថាស្ដាប់សតៈប្រែមកថាស្ដាប់ហើយពាក្យថាព្រះសទ្ធំប្រែមកថាធម៌របស់សប្បុរសពាក្យនោះមានតំណាក់តំណងគ្នាបានជាខ្ញុំប្រកាសណាខ្ញុំបានលើកឡើងមកពន្យល់ពាក្យនេះដើម្បីឲ្យពលលោកអ្នកស្ដាប់បានសិក្សាឲ្យបានយល់ទៅក្នុងពាក្យទាំងពីរនេះម្យ៉ាងពាក្យនេះគឺជាប់មាននៅក្នុងពុទ្ធសាសនាដែលយើងតែងតែប្រើពាក្យថាសតកយវិយាករណៈជាដើមដែលស្ថិតនៅក្នុងអង្គទាំង9របស់ព្រះពុទ្ធវចនៈពាក្យថាសតៈហ្នឹងគឺប្រែមកថាស្ដាប់តើស្ដាប់អ្វីស្ដាប់អ្វីពីព្រោះពាក្យនេះមិនមែនជាពាក្យដែលយើងប្រើនៅក្នុងភាសាសម្រាយឬក៏ភាសាបែបអក្សរសាស្ត្រអក្សរសិល្ប៍ដែលជាវិជ្ជាផ្លូវលោកនោះទេគឺគេប្រើតែនៅក្នុងវិជ្ជាផ្លូវធម៌ពាក្យថាសតៈហ្នឹងដូចជាពាក្យថាសតមយបញ្ញាសតមយបញ្ញាដែលកើតឡើងអាស្រ័យដល់ការស្ដាប់សតមយញាណញាណប្រែមកថាដឹងបានន័យថាការដឹងអាស្រ័យដល់ការស្ដាប់ណាយើងប្រែសេចក្តីអញ្ចឹងប៉ុន្តែពាក្យនេះមានជំរឿនយ៉ាងម៉េចសតៈនៅក្នុងន័យមួយទៀតនោះគឺសំដៅទៅលើការដែលស្ដាប់នៅព្រះសទ្ធំហើយបានសម្រេចមគ្គផលព្រះនិព្វានចឹងហើយបានជាមានពាក្យថាសោតាសោតានេះគឺអ្នកស្ដាប់សោតាអ្នកស្ដាប់សោតាគឺជាអ្នកស្ដាប់ដែលកើតឡើងនៅញាណណាធ្វើកិច្ចកំណត់នៅសច្ចធម៌ទាំង4គឺទុក្ខសច្ចសមុទយសច្ចនិរោធសច្ចនិងមគ្គសច្ចដោយញាណទស្សនៈអញ្ចឹងដោយញាណទស្សនៈបានជាមានពាក្យថាសោតៈឬក៏សោតាសោតៈមយបញ្ញាដែលកើតឡើងអាស្រ័យដល់ការស្ដាប់នេះគឺស្ដាប់នៅព្រះសទ្ធំស្ដាប់នៅព្រះសទ្ធំដូចនេះដែលហៅថាព្រះសទ្ធំគឺជាសច្ចសទ្ធំគឺជាធម៌របស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គប្រកាសសម្ដែង
នៅព្រះសទ្ធំព្រះសទ្ធំហ្នឹងមានបរិយតិសទ្ធំបដិបតិសទ្ធំនិងបដិវេធសទ្ធំណាបានន័យថាធម៌របស់សប្បុរសហ្នឹងណាធម៌ដែលប្រព្រឹត្តទៅដើម្បីសិក្សាត្រង់ទុកធម៌ប្រព្រឹត្តទៅដើម្បីបដិបត្តិហើយធម៌ដែលប្រព្រឹត្តទៅដើម្បីចាក់ធ្លុះបានន័យថាចាក់ធ្លុះសម្រាប់នៅមគ្គផលបែបពីហើយធម៌នោះគឺជាធម៌របស់សប្បុរសហៅថាព្រះសទ្ធំហើយសប្បុរសនៅក្នុងពេលនេះគឺសំដៅទៅលើធម៌របស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានទ្រង់បានត្រាស់សម្ដែងជានិយនិកាធម៌ជាព្រះសទ្ធំមាន 84000 ព្រះសទ្ធំមានព្រះបរិយត្តិសទ្ធំនិងបណ្ឌពលុគតរសទ្ធំបណ្ឌពលុគតរសទ្ធំគឺសំដៅទៅលើព្រះសទ្ធំដែលមានមគ្គ4ផល4និព្វាន1ហ្នឹងជាព្រះសទ្ធំអញ្ចឹងសតៈដែលស្ដាប់ហ្នឹងមិនមែនស្ដាប់សម្រាយទេស្ដាប់សម្រាយมันអាចកើតទៅជាសតមយៈបញ្ញាបានទេដែលយើងស្ដាប់ការសម្ដែងជាភាសាសំស្ក្រឹតណាក្នុងពុទ្ធសាសនាមហាយានគឺសម្ដែងធម៌ជាភាសាសំស្ក្រឹតហើយយើងស្ដាប់ភាសាសំស្ក្រឹតហ្នឹងมันអាចកើតសតមយៈបញ្ញាបានទេពីព្រោះភាសាសំស្ក្រឹតមិនមែនជាព្រះសទ្ធំទេមិនមែនជាព្រះសទ្ធំទេហើយសប្តាហ៍នេះទៀតយើងស្ដាប់ធម៌ជាសម្រាយនិយាយថាអស់លោកខ្លះដែលសម្ដែងធម៌ណាមានបល័យខ្លះមានសម្រាយខ្លះហើយពយល់ជាសម្រាយហ្នឹងតែនេះក៏ឈ្មោះថាជាសទ្ធំបរិរូបដែរមិនមែនជាព្រះសទ្ធំទេមិនមែនជាព្រះសទ្ធំទេហើយការដែលយើងស្ដាប់ការប្រែជាសម្រាយហ្នឹងណាឬក៏យកគាថាមួយមកហើយគ្រូនឹងបញ្យល់ជាសម្រាយយ៉ាងលម្អិតដល់សេចក្តីយ៉ាងណាក៏ដោយក៏មិនអាចកើតទៅជាសតមយៈបញ្ញាបានដែរហេតុអីបានមិនអាចកើតជាសតមយៈបញ្ញាបានដោយសារខ្វះធម្មគោរពខ្វះធម្មគោរពខ្វះធម្មគោរពហ្នឹងគឺខ្វះធម្មគោរពត្រង់ដែលយកព្រះសទ្ធំមកហ្នឹងវែកញែកវិភាគតាមដែលគំនិតខ្លួនយល់ហើយបញ្យល់ជាបទសម្រាយតាមគំនិតខ្លួនយល់ហ្នឹងនឹងគេហៅថាសទ្ធំបដិរូបហើយយើងស្ដាប់យ៉ាងម៉េចក៏អត់កើតបញ្ញាដែរมันអាចកើតទៅជាសង្វេគោភាសាតូនិងទេសុចរិតាបានទេបើកើតនៅក្នុងគំនិតខ្លួនគិតតែប៉ុណ្ណោះពីគំនិតខ្លួនយល់តែប៉ុណ្ណោះពីគំនិតខ្លួនយល់ប៉ុណ្ណោះប៉ុន្តែឲ្យពលត្រូវព្រះសទ្ធំគឺអត់ពលអត់ត្រូវទេពីព្រោះព្រះសទ្ធំណាបើសិនជាពូលសម្ដែងឲ្យបានត្រឹមត្រូវណាគឺត្រូវអានបត្រៃបិដកជាភាសាបាលីហ្នឹងហើយបានប្រែសេចក្តីជាសម្រាយឲ្យគេស្ដាប់ទៅទី1ហើយបើចង់បញ្យល់ណាតាមបទអត្ថកថាត្រូវអានបាលីអត្ថកថាហ្នឹងហើយបានប្រែបាលីអត្ថកថាហ្នឹងឲ្យគេស្ដាប់ទៅកាលណាបើសិនជាយើងធ្វើយ៉ាងហ្នឹងបានឲ្យឈ្មោះថាជាធម្មគោរពពីព្រោះយើងអត់មានសម្ដែងតាមគំនិតយើងយល់ទេគឺជាការសម្ដែងតាមសេចក្តីពន្យល់របស់អត្ថកថាបើសិនជាស្ដាប់យ៉ាងហ្នឹងអាចកើតនៅសតមយៈបញ្ញាអាចកើតសតមយៈបញ្ញាដោយសារអីដោយសារអ្នកសម្ដែងហ្នឹងគោរពនៅ
ព្រះសទ្ធំហើយចំណែកអ្នកស្ដាប់ក៏ទទួលយកនៅព្រះសទ្ធំដោយគោរពដែរអញ្ចឹងបានសត្តមយៈបញ្ញាកើតឡើងអញ្ចឹងព្រះសទ្ធំមិនមែនបុគ្គលណាក៏ចេះតែវែកញែកចេះតែយកទៅអធិប្បាយតាមគំនិតខ្លួនយល់បានគ្រប់គ្នានោះទេពីព្រោះជាធម៌របស់ព្រះសម្មាសម្ពុទ្ធមានតែព្រះសម្មាសម្ពុទ្ធទេដែលព្រះអង្គអាចនឹងបញ្យល់បកស្រាយសម្ដែងវែកញែកណាធ្វើឲ្យរយៈតាមព្រះពុទ្ធវចនៈតាមព្រះពុទ្ធដីកាបានសំបីតែអស់លោកដែលជាព្រះអរហន្តបានសម្រេចបដិសន្ធិ4ឬក៏ពុទ្ធជនដែលបានសម្រេចបដិសន្ធិ4ដូចជាព្រះពុទ្ធពូសាចារជាដើមដែលលោករចនាគម្ពីរពីភាសាសិហលៈមកជាភាសាមគធៈហ្នឹងណាហើយក៏លោករចនាគម្ពីរសមន្តបសតិកានិងអត្ថកថានានាមកហ្នឹងក៏លោកអត់មានសម្ដែងណែព្រះសទ្ធំតាមគំនិតលោកយល់ដែរអត់ទេលោកគ្រាន់តែវែកញែកពាក្យទេហើយវែកញែកពាក្យហ្នឹងគឺបញ្យល់ពាក្យណាដែលមាននៅក្នុងព្រះសទ្ធំហ្នឹងខៃសេចក្តីតាមបទព្រះបាលីតែប៉ុណ្្នឹងទេអត់មានហ៊ានប៉ះពាល់វែកញែកតាមអត្តនោមតិរបស់ខ្លួននៅក្នុងព្រះសទ្ធំហ្នឹងបានអញ្ចឹងហើយបានជាសត្តមយៈបញ្ញាហ្នឹងកើតមានតែនៅក្នុងការស្ដាប់ព្រះសទ្ធំដែលជាបទព្រះបាលីជាបទព្រះបាលីហើយឬក៏ស្ដាប់អត្ថកថាជាបទព្រះបាលីបានអាចកើតទៅជាសត្តមយៈបញ្ញាបានអាចកើតទៅជាសត្តមយៈញាណបានហើយទើបឲ្យឈ្មោះថាជាអ្នកគោរពនៅព្រះសទ្ធំតាមសេចក្តីពិតហើយបើសិនជាយកមកវែកញែកតាមគំនិតយើងយល់ពិចារណាតាមគំនិតខ្លួនយល់ឲ្យគេពិចារណាតាមគំនិតដែលខ្លួនយល់នេះឈ្មោះថាជាការប្រកាសសម្ដែងនៅធម៌របស់ខ្លួនទេមិនមែនជាការសម្ដែងធម៌របស់ព្រះសម្មាសម្ពុទ្ធទេមិនមែនជាអ្នកជួយទំនុកបំរុងពុទ្ធសាសនាឬក៏ព្រះពុទ្ធវចនៈឲ្យរក្សានៅដូចដើមដូចជាពាក្យថាព្រះបាលីនោះទេណាឈ្មោះថាកំពុងតែធ្វើព្រះពុទ្ធសាសនាឲ្យវិនិច្ឆ័យទៅដោយខ្លួនឯងបានន័យថាវិនិច្ឆ័យការយល់របស់ខ្លួនឯងនឹងឲ្យអ្នកដទៃវិនិច្ឆ័យនៅការយល់របស់អ្នកដទៃទៅក្នុងព្រះពុទ្ធវចនៈញោមញីព្រះពុទ្ធវចនៈធ្វើឲ្យវិនិច្ឆ័យតទៅមុខទៀតអត់មានអ្នករៀនបាលីតទៅមុខទៀតអត់មានអ្នកសម្ដែងធម៌ជាបទបាលីជាគាថាគឺសម្ដែងតែសម្រាប់ឲ្យដូចដែលគ្រូបានសម្ដែងអញ្ចឹងតែចាត់ទុកថាសម្រាយនឹងជាធម៌សម្រាយនឹងជាព្រះសទ្ធំណាអញ្ចឹងនេះហើយជាការពិតប្រអេសនៅក្នុងព្រះពុទ្ធសាសនាថេរវាទរបស់អ្នកគោរពព្រះពុទ្ធសាសនាថេរវាទអញ្ចឹងកាលណាបើសិនជាសម្ដែងនៅសទ្ធម្មបរិរូបហ្នឹងបានន័យថាមិនមានការគោរពនៅព្រះសទ្ធម្មទេខ្ញុំនិយាយរឿងព្រះមហាកច្ឆាយនៈថេរៈមានថ្ងៃមួយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានត្រាស់សម្ដែងធម៌ដោយសង្ខេបស្ដេចក៏យាងចូលទៅកាន់ព្រះវិហារទៅហើយភិក្ខុដែលបានស្ដាប់ធម៌ដោយសង្ខេបហ្នឹងមិនយល់សេចក្តីធម៌នោះទេទ្រង់យកធម៌ហ្នឹងមកសួរព្រះមហាកច្ឆាយនៈថេរៈព្រះមហាកច្ឆាយនៈថេរៈណាព្រះអង្គជាអ្នកគោរពនៅព្រះសទ្ធំ
ព្រះអង្គបានប្រាប់ភិក្ខុទាំងអស់វិញថាមនីវិសោទាំងឡាយអ្នកទាំងឡាយដើររកខ្លឹមហើយបើបានជួបខ្លឹមហើយហេតុអីបានជាអ្នកទាំងឡាយមិនសាកសួរដោយនៃសេចក្តីដើម្បីស្វែងរកខ្លឹមហ្នឹងទៅបានជាមកសួរអាត្មាទៅវិញណាអញ្ចឹងណាហើយភិក្ខុគ្រប់អង្គក៏បានអង្វរឲ្យព្រះមហាកច្ឆាយណៈសម្ដែងម្ដងហើយម្ដងទៀតព្រះមហាកច្ឆាយណៈក៏សម្ដែងរំភាយសេចក្តីតាមតែលោកបានចេះចាំនៅពុទ្ធវចនៈមកយើងមើលសេចក្តីនៅក្នុងការបញ្យលរបស់ព្រះមហាកច្ឆាយណៈនោះគឺបញ្យលជាបទបាលីហ្នឹងតាមដែលលោកបានស្ដាប់ពុទ្ធដែលព្រះអង្គបានសម្ដែងនៅទីណាមួយមកហើយលោកចងចាំមកលោកយកធននឹងឯងមករំភាយសេចក្តីមកបញ្យលនៅពិភពទាំងអស់ហ្នឹងឲ្យយល់តាមសេចក្តីដែលលោកបានចេះចាំមកដូច្នេះមានន័យថាសំបីតែព្រះមហាកច្ឆាយណៈក៏មិនសម្ដែងតាមគំនិតទស្សនៈឬក៏តាមគំនិតរបស់លោកដែរគឺលោកសម្ដែងតាមតែព្រះពុទ្ធវចនៈដែលបានចេះចាំមកតែប៉ុណ្ណោះតាមបទពិស្ដាតាមបទរំភាយសេចក្តីនៅក្នុងសេចក្តីសង្ខេបដែលព្រះសម្មាសម្ពុទ្ធបានសម្ដែងមកណាអញ្ចឹងពេលដែលសម្ដែងចប់សពគ្រប់ហើយព្រះមហាកច្ឆាយណៈហ្នឹងបានឲ្យភិក្ខុហ្នឹងទៅសួរព្រះទៀតទៅក្រាបបង្គំទូលសួរព្រះដ៏មានព្រះភិក្ខទៀតថាបើសិនជាព្រះដ៏មានព្រះភិក្ខសម្ដែងសេចក្តីពិស្ដារនឹងដោយប្រការយ៉ាងណាមនីអាវុសោទាំងឡាយចូលអ្នកត្រួតត្រងចាំទុកនៅព្រះពុទ្ធវចនៈនោះចុះអញ្ចឹងនេះជាការគោរពព្រះសទ្ធំរបស់ព្រះមហាកច្ឆាយណៈហើយភិក្ខុទាំងអស់ក៏បានទៅសួរព្រះពេលដែលសួរព្រះហើយតែសម្មាសម្ពុទ្ធព្រះអង្គទ្រង់មានព្រះអង្គដឹងថាព្រះមហាកច្ឆាយណៈជាបណ្ឌិតមនីភិក្ខុទាំងឡាយបើអ្នកទាំងឡាយសួរតថាគតក៏សម្ដែងដូចព្រះមហាកច្ឆាយណៈដូច្នោះដែរហើយអ្វីដែលព្រះមហាកច្ឆាយណៈសម្ដែងមកហើយនោះអ្នកទាំងឡាយស្វាធ្យាយទន្ទិញត្រង់ទុកដោយល្អចោះណានេះគឺជាការគោរពធម៌ទៅវិញទៅមកព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គគោរពព្រះសទ្ធំហើយចំណែកឯព្រះមហាកច្ឆាយណៈក៏គោរពព្រះសទ្ធំហើយភិក្ខុគ្រប់រូបក៏ជាអ្នកគោរពព្រះសទ្ធំដែរនេះហើយឈ្មោះថាជាការគោរពនៅព្រះសទ្ធំហើយយើងសពថ្ងៃអត់អញ្ចឹងទេគ្រាន់តែសួរនៅបទណាមួយទៅក្នុងព្រះសទ្ធំហ្នឹងគ្រូដែលលោកបកកែហ្នឹងណាលោកឆ្លើយវឹងឆ្លើយភ្លាមបញ្យល់ភ្លាមអាហ្នឹងយើងដឹងចិត្តលោកឲ្យថាម៉េចបានជាលោកឆ្លើយភ្លាមហ្នឹងហើយឲ្យលោកសួរខ្លួនលោកទៅហើយយើងសួរខ្លួនយើងមើលថាតើលោកជាអ្នកគោរពធម៌ដែរទេអញ្ចឹងអានេះខ្ញុំបញ្យល់នេះខ្ញុំដាស់តឿនស្មារតីនេះគឺដើម្បីឲ្យមានការសិក្សាព្រះបាលីសិក្សាព្រះពុទ្ធវចនៈកុំឲ្យចេះតែឮតែគេថាកុំឲ្យឮតែគ្រូនិយាយឮតែគ្រូពោលឬតែគ្រូសម្ដែងថាសិតតែជាព្រះសទ្ធំហើយថាជាធម៌ពិតធម៌មែនទេនោះរហូតដល់ទទួលស្គាល់ថាជាធម៌ពិតធម៌មែនទេនេះហើយជាការឆក់រវែងទៅក្នុងពុទ្ធសាសនាពីព្រោះពុទ្ធសាសនាថេរវាទនេះប្រកាន់ស្ដាំជានិច្ចអត់មានឆ្វេងទេបានន័យថាដើម្បីថែរក្សាពុទ្ធសាសនាថេរវាទនេះឲ្យបានតាំងនៅយូរអង្វែងហើយមានព្រះអរិយបុគ្គលសម្រាប់អ្នកផលព្រះនិព្វាននៅក្នុងពុទ្ធសាសនាថេរវាទដែលយើងកំពុងតែបប្រតិបត្តិនេះហើយបើសិនជានៅតែសម្ដែងសទ្ធមបដិរូបនឹងទេអត់មានទេអត់មានអ្នកបានសម្រេចអ្នកផលព្រះនិព្វានអត់មានទេសូម្បីតែអ្នកយល់ទៅក្នុងសច្ចធម៌នោះក៏យល់ទៅក្នុងគំនិតទៅខ្លួនគិតដែរតែថាឲ្យយល់
ត្រូវតាមតំណងនៃសច្ចធម៌គឺអត់ទេអត់អាចមានទេហើយសូម្បីតែត្រៃស្រណគមប្រហែលជាមិនមានផងយ៉ាងម៉េចដោយសារអីដោយសារការសម្ដែងព្រះសទ្ធំដោយមិនគោរពព្រះសទ្ធំយកព្រះសទ្ធំញោមនេះចឹងហើយបានជានៅក្នុងពុទ្ធសាសនាមហាយានទោះបីជាសុំត្រៃស្រណគមយ៉ាងម៉េចក៏មិនអាចដល់ត្រៃស្រណគមបានដែរគឺពួកអត់គោរពនៅព្រះសទ្ធំយើងដឹងណាព្រះសទ្ធំnó គឺជាពាក្យបាលីសូម្បីតែយើងសូត្រញ៉ាត់កថាក៏ទាមទារអានព្រះសទ្ធំហ្នឹងបញ្ចេញសូរនៅព្រះសទ្ធំហ្នឹងឲ្យត្រឹមត្រូវតាមអក្ខរប្រភេទដែរបានអាចកថាហ្នឹងឡើងទៅជាបុណ្យកថាបរិបូរណ៍បានហើយបំពុះក៏បត់អញ្ចឹងដែរនៅក្នុងអនុសារណៈសម្បត្តិហ្នឹងគឺថាត្រូវអានញ៉ាត់ចតុតកម្មវាចាហ្នឹងគឺឲ្យច្បាស់ចេញនៅអក្ខរប្រភេទហ្នឹងអក្ខរប្រភេទហ្នឹងគឺជាវិយាករណៈសម្រាប់បញ្ចេញសូរនៃព្រះសទ្ធំហ្នឹងហើយបានច្បាស់ត្រឹមត្រូវទើបអាចបានឡើងទៅជាភិក្ខុភិវៈបានណែមកចាត់យ៉ាងហ្នឹងវាចុះទម្រាំដែលយើងសម្ដែងព្រះសទ្ធំបញ្ចេញភាសាបាលីពេលខ្លះមិនត្រូវអក្ខរប្រភេទផងអស់លោកខ្លះក៏បញ្ចេញត្រូវទៅអស់លោកខ្លះមិនបញ្ចេញមិនត្រូវហើយរហូតដល់តែនិយាយធម៌បំបីសេចក្តីតាមគំនិតខ្លួនយល់យកបាលីពីតនេះមកយកបាលីពីតនោះមកអញ្ចឹងតាមតែគំនិតខ្លួនយល់ញោមញីឲ្យព្រះសទ្ធំបាត់បង់នេះទីណាទីណៃណានេះទីណាទីណៃព្រះសទ្ធំអត់ទៅណាទេព្រះសទ្ធំព្រះសម្មាសម្ពុទ្ធនៅតែតាំងនៅក្នុងលោកនឹងដដែលតែយើងទេដែលបាត់នៅអីគេហៅថាគំនិតទស្សនៈយល់ដឹងដល់ជ្រាលជ្រៅទៅក្នុងព្រះសទ្ធំបាត់បង់អត់ទៅតែអ្នកសម្ដែងតែអ្នកស្ដាប់ហ្នឹងទៅវានៅតែក្នុងគំនិតអាចារ្យយល់នៅតែគំនិតតែខ្លួនឯងយល់ហ្នឹងអញ្ចឹងមិនបានដល់នៅព្រះសទ្ធំតាមប៉ុណ្ណឹងយើងគិតតែប៉ុណ្ណេះគិតថាសាក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិណាដែលសម្រេចឲ្យខ្មែរឈ្នះក្តីជាមួយនឹងសៀមបាទហើយសៀមក៏ព្រមចុះហត្ថលេខានៅលើសាក្រមមិនដែរហើយក្រោយមកហ្នឹងសៀមបានចូលមកឈ្លានពានទឹកដីខ្មែរម្ដងទៀតហ្នឹងយើងបានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិណាឲ្យតុលាការអន្តរជាតិហ្នឹងបកស្រាយសាក្រមយើងមិនអាចប្តឹងទៅតុលាការជាតិឬក៏តុលាការជាតិណាមួយបានព្រោះតុលាការជាតិនឹងអត់មានអំណាចដើម្បីបកស្រាយសាក្រមបានទេព្រោះសាក្រមហ្នឹងមានតែតុលាការយុត្តិធម៌អន្តរជាតិដែលជាម្ចាស់អ្នកចេញសាក្រមសម្រេចក្តីទេដែលហ៊ានបកស្រាយហើយចំណែកតុលាការជាតិមិនមានតុលាការណាមួយហ៊ានបកស្រាយសាក្រមរបស់តុលាការអន្តរជាតិដែរអ្នកយើងឲ្យយល់ថាយ៉ាងណាមិញព្រះសទ្ធំក៏ដូចគ្នាអ្នកដែលបញ្ជូលព្រះសទ្ធំគឺមានតែព្រះសម្មាសម្ពុទ្ធទេដែលព្រះអង្គបញ្ជូលដល់នៃពិស្ដាឬក៏ដល់នៃសង្ខេបតាមតែព្រះអង្គទ្រង់សពបរិយារតីក្នុងការដែលសម្ដែងព្រះសទ្ធំហើយម្យ៉ាងទៀតបដិសន្ធិទី4ហ្នឹងក៏មិនមានអំណាចដែរគ្រាន់តែយកព្រះពុទ្ធដីកាដែលចេះចាត់មកនោះហើយមករំភាយសេចក្តីវែកញែកនៅបទបាលីនីមួយទៅក្នុងន័យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានត្រាស់សម្ដែងហើយនោះខ្ញុំប្រកាសណាចម្បាត់និយាយនេះគឺដើម្បីដាស់តឿនស្មារតីដើម្បីឲ្យចូលរួមទៅក្នុងការសិក្សាបាលីសិក្សាបត្រៃបិដកឲ្យមកចប់ដើម្បីទទួលបាននូវបញ្ញាយល់ដឹងជាសត្តមយបញ្ញា
ហើយពីការទទួលបាននៅព្រះសទ្ធំតាមសេចក្តីពិតដោយយើងជាពុទ្ធមានមកជនដែលជាអ្នកគោរពស្រឡាញ់ព្រះពុទ្ធសាសនាសូមអរគុណបើមានការខុសឆ្គងដែលបាត់បង់ណាមួយមេត្តាខន្តីអភ័យទោសពីពួកនេះគឺជាសេចក្តីដាស់តឿនស្មារតីដើម្បីចូលរួមចំណែកនៅក្នុងការសិក្សាព្រះពុទ្ធវចនៈឲ្យបានត្រឹមត្រូវមកចត់ច្បាស់លាស់ដើម្បីបាននៅការយល់ដឹងឲ្យជាក់ច្បាស់នៅក្នុងព្រះពុទ្ធសាសនាសូមអរគុណសូមកាត់ថ្វាយបង្គំនេះសូមគោរព